ខែ10ហើយតើយើងអាចបាញ់ឈុតទាញត្រួយផ្កាចន្ទីឬក៏យើងហៅថាឈុតដាស់ដំណេកត្រួយចន្ទីបានហើយឬនៅសម្រាប់ការបាញ់ឈុតទាញត្រួយឬបាញ់ឈុតដាស់ដំណេកត្រួយចន្ទីគឺបានហើយព្រោះថាក្នុងកំឡុងខែ10ហ្នឹងគឺចន្ទីដែលខាតត្រូវតែមានត្រួយហើយពោះជាពេលវេលាដែលចន្ទីរបស់យើងវាបញ្ចេញត្រួយតែបើសិនជាលក្ខណៈថាចន្ទីរបស់យើងអត់ទាន់មានត្រួយឬក៏អត់ទាន់ចេញពកត្រួយចឹងចន្ទីរបស់យើងគឺមានបញ្ហាអ្វីមួយដែលវាជាប់គាំងហើយសម្រាប់អ្វីដែលយើងត្រូវធ្វើបងប្អូនគឺមានរឿង3ដែលយើងត្រូវធ្វើដើម្បីឲ្យចន្ទីរបស់យើងត្រៀមខ្លួនហើយយើងអាចបាញ់ឈុតទាញត្រួយបានទី1គឺបងប្អូនបានរៀបចំតបតែងមេឃមិនថាមេឃធំមេឃតូចមេឃខ្នែងបើសិនជាបងប្អូនសម្អាតបានស្អាតហើយគឺជំនួជួយបានមួយផ្នែកធំទៅលើការបន្សល់អាហារជំនឿថាចន្ទីរបស់យើងគឺមិនត្រូវការចំណាយអាហារច្រើនហើយក៏តេតងនឹងអាហារក៏វាអត់សូវមានការប្រកួតប្រជែងច្រើននៅពេលដែលមានមេឃច្រើនស្លឹកចន្ទីយើងក៏ច្រើនទី2គឺតេតងនឹងការសម្អាតជើងក្រោមការសម្លាប់ស្មៅរឿងស្មៅនេះក៏សំខាន់ដែរបងប្អូនព្រោះថាបើសិនជាយើងធ្វើស្មៅមិនឈ្នះទេចន្ទីរបស់យើងមានរឿងច្រើនចំណីក៏ខ្វះហើយតេតងនឹងកតាសត្វល្អិតកតាដង្កូវជំងឺហ្នឹងក៏សម្បូរដែរបងប្អូនហើយរឿងទី3បងប្អូនរឿងទី3នេះគឺសំខាន់ជាងគេការដាក់ជីគល់ព្រោះថាចន្ទីគឺក្នុងមួយឆ្នាំបងប្អូនប្រមូលផលម្ដងអញ្ចឹងបងប្អូនដាច់ខាតត្រូវដាក់ជីគល់ម្ដងយ៉ាងតិចបើមានលទ្ធភាពដាក់បាន2ដងតែបើសិនជាមិនបាន2ដងទេម្ដងក៏បានដែរបងប្អូនព្រោះថាការដាក់ជីគល់នេះគឺជាអាហារបម្រុងដ៏ធំមែនទែនសម្រាប់ចន្ទីវាអាចមានចំណីគ្រប់គ្រាន់ដល់វគ្គផ្សេងដូចថាវគ្គបញ្ចេញត្រួយបញ្ចេញផ្កាបញ្ចេញក្តឹបអញ្ចឹងចន្ទីរបស់យើងអត់សូវមានភាពខ្សោយក្នុងការលូតលាស់ទេនៅពេលដែលយើងបានដាក់ជីគល់ហើយបងប្អូនអញ្ចឹងបើសិនជាបងប្អូនធ្វើរឿងនឹង3ហើយអញ្ចឹងបងប្អូនអាចបាញ់ឈុតទាញត្រួយឈុតដាស់ដំណេកត្រួយបានហើយប៉ុន្តែនៅក្នុងខែ10ហ្នឹងគឺមេឃនៅតែបន្តភ្លៀងហើយតំបន់មួយចំនួនគឺបងប្អូនគាត់ដាំនៅដីលំនាបអញ្ចឹងដីចន្ទីដីចកានៅដក់ទឹកដីជាំទឹកខ្លាំងអញ្ចឹងការដាក់ជីគល់ក៏មិនទាន់បានការបាញ់ឈុតទាញត្រួយក៏មិនទាន់បានដែរបើសិនជាបាញ់ក៏ចេញត្រួយមិនបានស្អាតមិនបានល្អដែរប៉ុន្តែសម្រាប់បងប្អូនដែលគាត់ដាំដុះនៅដីទួលដីងាយខ្សោះទឹកងាយស្ងួតទឹកបងប្អូនអាចស្រោតបាញ់បានហើយព្រោះថាដីឆាប់ស្ងួតទឹកគឺយើងបាញ់ឈុតទាញត្រួយគឺត្រួយចេញបានល្អត្រួយចេញបានច្រើនបងប្អូនចឹងសម្រាប់បងប្អូនដែលមានចម្ងល់ចង់ប្រឹក្សាយោបល់ទៅលើបញ្ហាដំណាំចន្ទីបងប្អូនអាច comment សួរមកខ្ញុំបានបាទសូមអរគុណ